រុនជួយដល់វិស័យសុខាភិបាលវិបត្តិព្រំដែនដុតរំលាយប្រាក់ចំណេញមន្ទីរពេទ្យឯកជនយៈថៃទាំង6ស្ងាត់ជ្រងំលោកពិធីលឹមចរិនរ័ត្នអ្នកនយោបាយជួរមុខថៃបានចេញមុខទម្លាយថាវិបត្តិចំនួនព្រំដែនកម្ពុជាថៃមិនត្រឹមតែវាប្រហារលើវិស័យឧស្សាហកម្មពាណិជ្ជកម្មនិងកសិកម្មប៉ុណ្ណោះទេប៉ុន្តែពេលនេះបានរាតត្បាតចូលដល់វិស័យសុខាភិបាលឯកជនរបស់ថៃយ៉ាងធ្ងន់ធ្ងររហូតធ្វើឲ្យមន្ទីរពេទ្យខ្នាតយក្សចំនួន6ក្រុមហ៊ុនត្រូវជួបវិបត្តិស្ងាត់ជ្រងំនៃប្រជុំមុខនឹងហានិភ័យបិទទ្វារខ្សែធនប្រាក់ចំណេញធ្លាក់ចុះជាគំហុកក្រុមហ៊ុនមន្ទីរពេទ្យឯកជនធំទាំង6រួមមានបាងកកឌុសិតវេជ្ជការ BDMS ប្រាក់ចំណេញធ្លាក់ចុះ 7%បាងកក Chain Hospital ធ្លាក់ចុះរហូតដល់ 16.7% ព្រមទាំងក្រុមមន្ទីរពេទ្យធនបុរី Healthcare Group បំរុងរ័ត្នព្រះរាម9និងជូឡារ៉ាត់សុទ្ធតែរាយការណ៍ពីការខាតបង់និងចំណូលធ្លាក់ចុះយ៉ាងគំហុកស្ងាត់ដូចវត្តនិងបាត់បង់អតិថិជនខ្មែរមន្ទីរពេទ្យថៃជាច្រើនបានទម្លាយថាបរិយាកាសក្នុងមន្ទីរពេទ្យពេលនេះស្ងាត់ជ្រងំខ្លាំងណាស់កាលពីមុនពួកគេពឹងផ្អែកខ្លាំងលើអ្នកជំងឺកម្ពុជាដែលមានកម្រិតរហូតដល់ទៅ 20% ទៅ 30% នៃអ្នកជំងឺបរទេសសរុបប៉ុន្តែពេលនេះត្រូវបាត់បង់ទាំងស្រុងខណៈប្រជាជនថៃក្នុងស្រុកក៏គ្មានលុយចូលព្យាបាលដោយសារវិបត្តិជីវភាពនិងតម្លៃកើនឡើងការដែលលោកពិធីចេញមុខអំពីវនីវនិងដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលថ្មីរបស់លោកអនុทิនឆានវីរៈគុលឲ្យប្រញាប់ដោះស្រាយនិងបន្ថយកម្ដៅព្រំដែនជាបន្តនោះគឺដោយសារតែថៃកំពុងស្គាល់រសជាតិការខាតបង់សេដ្ឋកិច្ចគ្រប់ទិសទីយុទ្ធសាស្ត្របង្កភាពតានតឹងតាមព្រំដែនបានធ្វើឲ្យមន្ទីរពេទ្យឯកជនថៃដែលធ្លាប់តែរកចំណូលបានរាប់ពាន់លានពីប្រជាជនខ្មែរត្រូវជួបវិបត្តិគាំងដំណើរការយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិ7ស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242